បាទសូមជម្រាបសួរបាទនៅថ្ងៃទី11ខែ2ឆ្នាំ2016គឺលោកស្វាត់ព្រមទាំងនិស្សិតហើយនិងសមណៈនិស្សិតវត្តស្រាវ័នតេជោនៅរាជធានីភ្នំពេញក៏បានចុះមកសម្អាតនៅទីរមណីយដ្ឋានទេសចរណ៍ក្បាលទឹកទាំងអស់គ្នាដែលនៅទីនេះសម្បូរទៅដោយសម្រាមច្រើនដោយសារតែភ្ញៀវទេសចរយើងមួយចំនួនបានមកទិញដូចជាបុកល្ហុងដូចជាមីឆាឬក៏របស់ញ៉ាំផ្សេងញ៉ាំរួចហើយក៏យកសម្បកហ្នឹងមុជចោលផ្ទះទឹកផ្ទះដីពេញដល់ពេលចឹងភ្ញៀវទេសចរយើងជនអន្តរជនបរទេសហ្នឹងក៏មកឃើញក៏យើងអាចបាត់បង់សិទ្ធិភាពបាទហើយបើចឹងទេយើងទាំងអស់គ្នាយើងគួរតែជួយសម្អាតនៅទីរមណីយដ្ឋានក្បាលទឹកយើងទាំងអស់គ្នាបាទហើយនៅទីនេះផងដែរក៏មានចាំសែននៅ Facebook បាទសូមជម្រាបសួរបាទនៅថ្ងៃទី11ខែ2ឆ្នាំ2016គឺលោកស្វាត់ព្រមទាំងនិស្សិតហើយនិងសមណៈនិស្សិតវត្តស្រាវ័នតេជោនៅរាជធានីភ្នំពេញក៏បានចុះមកសម្អាតអង្គការនោះនៅទីរមណីយដ្ឋានទេសចរណ៍ក្បាលទឹកទាំងអស់គ្នាហើយក៏យើងក៏តមុនទៅធ្លាប់ធ្វើការនឹងដែរដល់ពេលអញ្ចឹងនៅទីនេះសម្បូរទៅដោយអញ្ចឹងគេសួរយើងទៅលេទៅច្រើនដោយសារតែភ្ញៀវទេសចរយើងមួយចំនួនបានមកទិញដូចជាបុកល្ហុងដូចជាមីឆាឬក៏របស់ញ៉ាំផ្សេងញ៉ាំរួចហើយក៏យកសម្បកហ្នឹងមុជចោលផ្ទះទឹកផ្ទះដីពេញដល់ពេលចឹងភ្ញៀវទេសចរយើងជនអន្តរជនបរ